ពីអធិដ្ឋាននៅពេលធ្វើបុណ្យទានសូមបុណ្យកុសលដែលខ្ញុំបានធ្វើក្នុងជាតិនេះសូមឲ្យខ្ញុំបានសុខរាល់កម្មពៀទាំងឡាយដែលខ្ញុំសាងពីអតីតជាតិសូមឲ្យលាងជម្រះអស់ត្រឹមជាតិនេះហើយសូមផ្សាយមេត្តាចិត្តដល់សពសត្វទាំងឡាយសូមសពសត្វទាំងឡាយបាននៅសេចក្តីសុខរួចចាកទុក្ខកុំមានពៀវេរានឹងគ្នាទៀតឡើយសូមឲ្យអ្នកដែលស្អប់អ្នកដែលស្រឡាញ់ខ្ញុំបាននៅសេចក្តីសុខរួចចាកទុក្ខសូមឲ្យញាតិទាំងឡាយរបស់ខ្ញុំបាននៅសេចក្តីសុខរួចចាកទុក្ខសូមឲ្យខ្ញុំកុំឲ្យមានរោគសូមឲ្យពុកម៉ែសុខភាពល្អរកទទួលទានមានបានពុកម៉ែមានអាយុវែងកុំឲ្យមានរោគព្រមទាំងញាតិទាំងឡាយគ្រប់គ្នាសូមផ្សាយមេត្តាចិត្តនេះដល់សពសត្វទាំងឡាយសាធុសាធុសាធុខញគុំបងថ្ងៃនេះពុកបរិស័ទបានចូលរួមតាមរយៈអនឡាញហើយជាមួយនឹងបងប្អូនក៏បានផ្ញើលុយមកតាមរយៈអន្តរជាតិរបស់ប្រពន្ធកណាដើម្បីចូលរួមជាមួយនឹងបនការប្រាក់សាមគ្គីនៅវត្តព្រះនោះដែលដឹកនាំដោយលោកបងទីហើយក៏បានចូលរួមក្នុងការកសាងក៏ដូចជាធ្វើហេដ្ឋារចនាសម្ព័ន្ធថ្មីក៏ដូចជាមន្ទីរពេទ្យនិងមន្ទីរពេទ្យយើងត្រូវការថវិកាច្រើនព្រោះថាយើងទិញដីគេហើយយើងសាងសង់ថ្មីហ្មងក្រៅពីជានៅក្នុងវត្តអារាមយើងហើយក៏ដូចជាមានការកសាងប្រាសាទចំនួន2ឥឡូវនេះក៏គង់តែបានគ្រឹះហើយនៅសល់តួប្រាសាទទៀតអញ្ចឹងសង្ឃឹមថានៅមានកម្មវិធីបុណ្យក្រោយៗទៀតពុទ្ធបរិស័ទក៏ដូចជាបងប្អូននៅក្នុងស្រុកនិងក្រៅស្រុកនឹងចូលរួមតាមសទ្ធាជ្រះថ្លាទីក្តីច្រើនក្តីដើម្បីចាប់នៅក្នុងផលកសាងហើយក៏បានប្រកបជាមួយនឹងក្រុមគ្រួសារមកនៅវត្តហើយមនុស្សជាកូនសិស្សគ្នាហើយក៏បានរីកចម្រើនវិស័យពុទ្ធសាសនាហើយក៏សូមអរគុណច្រើនប្រជុំបុណ្យជូនអ្នកផលហើយមុនជូនអ្នកផលសូមប្រាប់ថាសាលាវត្តព្រះមនុស្សមានទទួលកូនសិស្សរៀនកូរ៉េនិងចង់រៀនកូរ៉េហ្នឹងនឹងអាចរៀននៅវត្តបានរៀនចិនអាចបាននឹងហើយរៀនអង់គ្លេសព្រោះអីយើងមានសាលាហើយមានសាលារៀនខុសថែមទៀតហើយបច្ច័យដែលយើងបានពីបងប្អូនពូមាននឹងកូនក្មួយទាំងអស់នេះបានទៅយើងសាងប្រាសាទរបស់យើងអត់មានបិទចំណងទេយើងធ្វើពីថ្មសុទ្ធនិងធ្វើពីថ្មសុទ្ធអញ្ចឹងសង្ឃឹមថាបងប្អូនកូនក្មួយប្រុសស្រីយើងមិនបានជាបានដឹកនាំធ្វើភាសាឬក៏មិនបានធ្វើអីទេតែបើអាបានហើយបើអ្នកទាំងឡាយណាមួយស្រឡាញ់វប្បធម៌ខ្មែរស្រឡាញ់ប្រពៃណីខ្មែរហើយក៏ចង់ឲ្យខ្មែរជំនាន់ក្រោយមានប្រសាទគេអាចចូលរួមជាមួយនឹងវត្តព្រះមនុស្សបានហើយក៏សូមជូនពរបងប្អូនកូនក្មួយទាំងអស់ជួបនៅពុទ្ធពរ4សម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺព្រះនិព្វានបងប្អូនកូនក្មួយប្រាថ្នានៅពុទ្ធពរណាសូមឲ្យសម្រេចដោយសេចក្តីប្រាថ្នាសូមអនុមោទនា